ในขนมธรรมบทมวยพระองค์สำแดงថាបុគ្គលណាស្គាល់ច្បាស់ថាកាយនេះជាអនត្តាបុគ្គលនោះគឺជាអ្នកប្រាជ្ញញាតិពធទាំងឡាយស្គាល់ឆ្អត់ពាក្យហ្នឹងគ្រាន់តែស្គាល់ថាកាយនេះជាអនត្តានឹងคล้ายទៅជាអ្នកប្រាជ្ញហើយនៅក្នុងសាសនាយើងហ្នឹងណាមិនចាំបាច់រៀនចប់ឬក៏មានសញ្ញាបត្របណ្ឌិតអនុបណ្ឌិតអីទេឲ្យតែយល់ច្បាស់ពាក្យថាកាយនេះជាអនត្តាបុគ្គលហ្នឹងគឺជាអ្នកប្រាជ្ញហើយនៅក្នុងសាសនានេះគឺព្រះអង្គសម្ដែងអញ្ចឹងតើយល់បានអត់ហេតុអីបានព្រះអង្គសម្ដែងថាបុគ្គលណាយល់ច្បាស់ថាកាយនេះជាអនត្តាគឺជាអ្នកប្រាជ្ញអនត្តាប្រែថាមិនមែនខ្លួនមិនមែនយើងហ្នឹងណាតើយល់ច្បាស់អញ្ចឹងអត់បុគ្គលណាពិតជាយល់ច្បាស់នៅពាក្យនឹងមែននៅពេលដែលកាយនេះជួបរឿងល្អក្តីជួបរឿងអាក្រក់ក្តីចិត្តនោះមិនមានសោកសៅមិនមានភាពរីករាយត្រេកត្រអាលជាមួយនឹងកាយដែលបានជួបរឿងទាំងអស់នោះទេបើសិនជាជួបក៏លះមានសតិដឹងបើសិនជាចិត្តហ្នឹងវានៅត្រេកអរវានៅរីករាយវានៅកើតទុកជាមួយនឹងចិត្តដែលកំពុងតែជួបរឿងល្អរឿងអាក្រក់ហ្នឹងបើសិនជាមានសតិហ្នឹងរហ័សរលឹកដឹងកាលណាបើដឹងអាចិត្តហ្នឹងវាពិចារណាវាធ្វើការងារខ្លួនវាច្បាស់ជាគិតថាអូបើសិនជាអញកាន់តែជួបរឿងល្អស្រាប់តែមានចិត្តរីករាយអញ្ចឹងបានន័យថាអាចិត្តហ្នឹងវាប្រកាន់កាយនឹងថាជាយើងហើយបើវាមិនប្រកាន់ថាជាយើងមិនបានគ្រាន់តែរូបកាយនឹងជួបរឿងល្អបែរជារីករាយជួបរឿងអាក្រក់បែរជាកើតទុក្ខបែរជាមិនសប្បាយចិត្តអញ្ចឹងចិត្តនេះច្បាស់ជាមានការប្រកាន់ហើយសតិវាអាចរលឹកបានកន្លែងហ្នឹងណានៅពេលដែលសតិរលឹកបានចិត្តនឹងវាធ្វើការហើយអញ្ចឹងបើមានការប្រកាន់បានន័យថាស្គាល់មិនច្បាស់ទេអញ្ចឹងវានៅក្នុងខណៈនោះចិត្តនោះវាធ្វើការងារយ៉ាងម៉េចថាត្រូវប្រកាន់ឬមួយក៏មិនប្រកាន់ត្រូវរីករាយត្រូវកើតទុកនៅពេលនោះអាតួបញ្ញាខាងក្នុងនោះវាធ្វើការងារដោយខ្លួនឯងហើយនេះបើសិនណាជាបុគ្គលនោះយល់ច្បាស់ថាកាយនេះជាអនត្តាពិតមែនត្រង់ថាចិត្តនេះនៅពេលដែលកាយទាំងមូលនេះនៅពេលដែលខ្លួនយើងទាំងមូលនេះជួបរឿងល្អក្តីអាក្រក់ក្តីមានការប្រកាន់ក្តីអស់ការប្រកាន់ក្តីក៏សតិអាចរលឹកបានណាសតិអាចរលឹកបាននៅពេលបុគ្គលណាបដិបត្តិរបៀបនេះបុគ្គលនោះច្បាស់ជាធ្លាក់ចុះស្រត់ចុះនៅការប្រកាន់មាំឬក៏អស់ការប្រកាន់តែម្ដងនៅក្នុងកាយនេះថាជាយើងអស់ការប្រកាន់ឬក៏ស្រាលក្នុងការប្រកាន់ថាកាយនេះវាជាយើងចំណុចនេះហើយជាគោលដៅជាទិសដៅនៃទីបំផុតនៃទុក្ខឬក៏ជាបំណងរបស់ព្រះសម្មាសម្ពុទ្ធដែលចង់ឲ្យសពសត្វទាំងឡាយចូលដល់ចំណុចនេះហើយធម៌ទាំង 84,000 ធម្មខណ្ឌសម្ដែងមកគោលដៅគឺដើម្បីកន្លែងហ្នឹងដើម្បីឲ្យអ្នកទាំងឡាយអស់ការប្រកាន់ហ្នឹងឯងកាលណាស្គាល់ច្បាស់ថាកាយនឹងជាអនត្តាចិត្តហ្នឹងវាអស់ការប្រកាន់នៅក្នុងកាយហ្នឹងកាលណាអស់ការប្រកាន់វាមានទុក្ខអីទៀតវាមានទុក្ខអីទៀតគឺនិព្វានហើយកន្លែងហ្នឹងហើយទើបព្រះអង្គពោលថាជាអ្នកប្រាជ្ញណាជាអ្នកប្រាជ្ញតើមានញាតិធម៌ណាយល់ហើយអាចបដិបត្តិតាមបានអត់ទោះបីជាមិនបានទាំងស្រុងក៏លក្ខណៈតិចតួចនឹងក៏ជាផ្លូវលក្ខណៈតិចតួចហ្នឹងគឺសំដៅទៅលើនៅពេលដែលជួបរឿងល្អក្តីអាក្រក់ក្តីនៅពេលដែលចិត្តហ្នឹងវាបន្ទុះសារាយឬក៏រីករាយជាមួយនឹងរឿងទាំងអស់ហ្នឹងឆាប់មានសតិរលឹកបាននៅពេលដែលសតិរលឹកបានអាការប្រកាន់ឬក៏អាភាពដែលរីករាយកើតទុកនោះវាធ្លាក់ចុះទៅតាមនោះណានេះហើយជាផ្លូវបដិបត្តិ
នេះហើយជាកិច្ចដែលយើងត្រូវធ្វើដើម្បីឲ្យអស់ទុកដើម្បីឲ្យដល់និព្វានត្រង់កន្លែងហ្នឹងអ្នកទាំងឡាយយល់អត់កន្លែងហ្នឹងព្រោះកន្លែងហ្នឹងរៀងជ្រៅបន្តិចប៉ុន្តែបើអ្នកទាំងឡាយពិចារណាមួយឬក៏ចាប់ពាក្យក្នុងមួយបានខ្ញុំគិតថាអ្នកទាំងឡាយប្រកាសជាយល់បានកាលណាយល់បានវាជារឿងល្អសម្រាប់អ្នកទាំងឡាយទេហ្នឹងហើយខ្ញុំក៏តែចែករំលែកនឹងចែករំលែកនៅអ្វីដែលជាចំណេះដឹងឬក៏ជាកតិដល់អ្នកទាំងឡាយសម្រាប់ពិចារណាតែប៉ុណ្ណោះឯងហ្នឹងហើយខ្ញុំបានត្រឹមតែប៉ុណ្្នឹងបើអ្នកទាំងឡាយចង់យល់ច្បាស់ចង់ចេះច្បាស់ត្រូវតែខំប្រឹងស្វែងយល់សិក្សាឬក៏ពិចារណាដោយខ្លួនឯងហៅថាមានឆន្ទៈនៅក្នុងការចង់ចេះចង់ដឹងឬក៏ពាក្យបាលីហៅថាមនសិការត្រូវតែមានអានឹងនៅក្នុងចិត្តរបស់ខ្លួនទើបអាចសម្រេចនៅគោលដៅដែលយើងចង់បានខ្ញុំសូមថ្វាយបង្គំសូមជម្រាបលា